បងតាខ្ញុំត្រូវធ្វើដូចនេះដើម្បីឲ្យត្រាក់ទ័រខ្ញុំកាត់បន្ថយនៃការស៊ីប្រេងបាទបាទអញ្ចឹងចំពោះនៃការកាត់បន្ថយនៃការស៊ីប្រេងរបស់ត្រាក់ទ័ររបស់យើងបាទគឺមាន4ចំណុចបាទចំណុចទី1បាទគឺយើងថែស្អាតទៅលើផ្នែកសម្បុកអែបាទចំពោះផ្នែកសម្បុកអែត្រាក់ទ័ររបស់យើងកាលនៅបើសិនជាយើងធ្វើការប្រើយើងធ្វើការសម្អាតបើសិនជាអែរបស់យើងស្ទះអញ្ចឹងធ្វើការអែរបស់យើងហ្នឹងធ្វើឲ្យកម្លាំងម៉ាស៊ីនរបស់យើងធ្វើការបឺតខ្យល់ហ្នឹងគឺចំណាយពេលកម្លាំងម៉ាស៊ីនហ្នឹងគឺតឹងខ្លាំងជាងមុនបាទដែលធ្វើឲ្យហេតុធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងគឺស៊ីប្រេងខ្លាំងជាងមុនបាទចំណុចទី2តកតងជាមួយនឹងប្រព័ន្ធហ្គាសរបស់យើងបាទយើងប្រើហ្គាសយើងមិនត្រូវទៅការជន់ឡើងចុះខុសពីធម្មតាទេបាទបើសិនជាយើងទៅការជន់ឡើងចុះខ្លាំងពេកធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងបាទស៊ីប្រេងខុសពីធម្មតាខាងដែរបាទចំណុចទី3តកតងជាមួយនឹងប្រព័ន្ធប្រេងម៉ាស៊ីនផងដែរតកតងជាមួយនឹងតម្រប្រេងម៉ាស៊ីនក៏ដូចជាកែវស្ទាក់ទឹកបាទចំពោះតម្រប្រេងម៉ាស៊ីនរបស់យើងគឺតម្រូវយើងទៅការផ្លាស់ប្ដូរគឺរៀងរាល់400ម៉ោងបាទបើសិនជាយើងទៅការផ្លាស់ប្ដូរលើសពី400ម៉ោងចឹងធ្វើឲ្យការឆេះផុនម៉ាស៊ីនវិញអត់ស្រួលទេបាទនឹងទៅការរើសម៉ាស៊ីនរបស់យើងហ្នឹងជ្រើសរើសម៉ាស៊ីនរបស់យើងគឺប្រើម៉ាស៊ីនដែលចេញមកពីការ៉ាសត្រឹមត្រូវនិងមានស្តង់ដារត្រឹមត្រូវផងដែរបាទចំណុចទី4តកតងជាមួយនឹងកម្ពុជាខ្យល់កង់គឺតម្រូវពុកម៉ែបងប្អូនធ្វើការបញ្ចូលតាមស្តង់ដារដែលបានកំណត់ចំពោះកង់ខាងមុខគឺតម្រូវពុកម៉ែបងប្អូនធ្វើការបញ្ចូលត្រឹមតែ2គីឡូ3ខាំគិតជាគីឡូក្រាមហ្វុកចំពោះតកតងជាមួយនឹងកង់ខាងក្រោយគឺ1គីឡូ8ខាំគិតជាគីឡូក្រាមហ្វុកដូចគ្នាបាទបងបាទអរគុណច្រើនបងខ្ញុំខាងខ្ញុំនឹងព្យាយាមតាមលក្ខខណ្ឌដែលបងប្រាប់មកបាទអរគុណបងបាទអរគុណច្រើន